Gen Z គឺជាក្រុមចំនួនមនុស្សមួយដែលគេនិយាយថានៅកន្លែងការងារហ្នឹងគឺជាអ្នកដែលអត់សូវចេះទ្រាំទ្រឬក៏អីជាមួយនឹងសម្ពាធការងារឬក៏អីហើយពួកគាត់ហ្នឹងចង់ឲ្យគេនៅកន្លែងធ្វើការហ្នឹង treat គាត់ like baby ឬក៏អីចឹងទៅហើយអាហ្នឹងវាមិនមែនកាត់ឡើងនៅតែប្រទេសយើងទេសូម្បីតែខ្ញុំមើល content របស់ប្រទេសផ្សេងៗដូចសិង្ហបុរីឬក៏របស់ Americans ឬក៏អីហ្នឹងក៏ពួកគាត់និយាយចឹងដូចគ្នាដែរហើយនៅក្នុងហ្នឹងក៏ខ្ញុំចូលទៅមើល uncommon ហ្នឹងមានអ្នកខ្លះsupport ហើយក៏មានអ្នកខ្លះគាត់និយាយថាគាត់agree ថា Gen Z អញ្ចឹងមែនប៉ុន្តែគាត់និយាយ positive មួយថា Gen Z គឺជា generation មួយដែល energetic innovate មាន innovative idea ហើយមានថាធ្វើការអត់ចេះហត់អីគំនិតអីថ្មីៗរហូតអញ្ចឹង why not just baby them អញ្ចឹងណាហើយតែខ្ញុំអានអាហ្នឹងហើយខ្ញុំគិតថាចាមានការងារដែល Gen Z ចូលចិត្តដែរកន្លែងការងារមួយដែលមិន limit ការគិតមិនកំណត់មិនរដ្ឋបတ်ការបញ្ចេញមតិរបស់គាត់ហើយកន្លែងការងារមួយដែលនៅពេលដែលគាត់បញ្ចេញគំនិតទៅថ្នាក់លើរបស់គាត់ស្ដាប់ហើយអាចថាមានគំនិតណាដែលល្អអញ្ចឹងទៅយកទៅពិចារណាដូចឧទាហរណ៍ថាដូចនៅពេលដែលគាត់បញ្ចេញគំនិតមួយថ្មីហើយថ្នាក់លើរបស់គាត់និយាយថាអូខេយើងនឹងយកគំនិតហ្នឹងទៅពិភាក្សាជាមួយនឹង management team ឬក៏អីចឹងទៅអញ្ចឹងមានន័យថាបើទោះបីជាលទ្ធផលចេញមកបែបណាយល់ស្របឬក៏មិនយល់ស្របក៏ធ្វើឲ្យពួកគាត់មានអារម្មណ៍មួយថាអូខេ like កំណត់របស់យើងត្រូវបានគេយកទៅពិភាក្សាហ្នឹងក៏វាល្អមួយដែរហើយបើសិនជាកន្លែងការងារមួយដែលអនុញ្ញាតឲ្យគាត់ freedom of thinking ឬក៏អីចឹងណាគឺពួកគាត់ចូលចិត្តធ្វើការច្រើនណាស់មែនតើហើយខ្ញុំគិតថាកន្លែងការងារមួយដែលមានសម្ពាធហើយយើងជា Gen Z ហ្នឹងគឺអត់ចូលចិត្តសោះតែម្ដងហើយមានអារម្មណ៍ថាឆាប់ burn out ឆាប់មានសម្ពាធហើយដែលគេនិយាយថាអត់សូវចេះទ្រាំជាមួយនឹងការងារហ្នឹងជាមួយនឹងសម្ពាធការងារហ្នឹងគឺជាកន្លែងការងារមួយដែលធ្វើការត្រូវតែ1 + 1 2 3ហើយត្រូវតែស្ដាប់បញ្ជាដែលធ្លាក់ពីលើមករហូតគឺអត់អនុញ្ញាតឲ្យអ្នកក្រមអីចឹងអ្នកមានឋានៈនៅតិចតួចអីចឹងទៅគាត់មានគេហៅថាspace មាន space នៅក្នុងការបញ្ចេញ idea ឬក៏អីពេលខ្លះគាត់ចង់បញ្ចេញ idea ហើយប៉ុន្តែត្រូវបានអ្នកណាម្នាក់នៅជុំវិញខ្លួននឹងប្រាប់យើងថាអូកុំបញ្ចេញកុំនិយាយបែបនេះកុំនិយាយបែបនេះយូរទៅដែលធ្វើឲ្យយើងមានអារម្មណ៍ថាយើងបាត់បង់នៅភាព confident ហ្នឹងគឺជាអីដែលខ្ញុំគិតថាខ្ញុំមិនមែនគិតថាតែ Gen Z សូម្បីតែនៅក្នុង generation ផ្សេងក៏គាត់ពេញចិត្តដែរតែគ្រាន់តែថា generation ផ្សេងគេស៊ាំប៉ុន្តែ Gen Z អត់តន់ស៊ាំអញ្ចឹងទៅរៀង sensitive